ចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបងនេះគឺព្រះអង្គគ្រូបាននិមន្តមកមើលដុំនិមិត្តសេវាបងហើយនឹងឈើស្នែងបងដើម្បីយើងត្រៀមទិញទុកចុះសេវានៅក្នុងឆ្នាំ2027បងចឹងគឺឆ្នាំក្រោយយើងបញ្ចុះសេវាព្រះវិហារវត្តចម្ពោះពុទ្ធរាមហើយវត្តព្រិងលើដែលស្ថិតនៅភូមិព្រិងលើឃុំងន់ស្រុកសណ្ដានខេត្តកំពង់ធំបងអញ្ចឹងនេះគឺញោមគាត់ខាងលោកដុំថ្មនិមិត្តសេមាបងអញ្ចឹងហើយគឺគាត់បានដឹកយកមកឲ្យប្រសង់ព្រមទាំងអាចារ្យគណៈកម្មការពុទ្ធបរិស័ទមើលបងថាត្រូវអត់អញ្ចឹងណាហើយនេះថ្មនេះគឺចំនួន9ដុំបងទាំងអស់ហើយទាំងឈើស្នែងរួមទាំងកបិតផងដែរបងនេះគឺកំពុងតែមើលហើយគាត់បានណែនាំថ្មជាច្រើនបងនេះគឺមនាងសាលាបងហើយមនាងសាលារបស់យើងគឺ9ដុំផងដែរបងអញ្ចឹងគឺឆ្នាំក្រោយគឺត្រៀមនឹងបញ្ចុះនៅសេមាបងវត្តចំពោះពុទ្ធរាមហើយវត្តព្រិងលើរបស់យើងនឹងឯង200ក្រាមួយថ្ងៃ200ឡា200ទឹកគូវលោកនិយាយមុនថាពី8លាន8អញ្ចឹងណាបង8អត់ហមតាមណាទៅខ្លាយទៅណា100ខ្លាយទៅណាមកវិញអូមកបាត់ទៅខ្ញុំទាំងនិយាយអ៊ំ100ឯងអត់ទីបានទេអ៊ំហ្នឹងបាទអីនិយាយមកតែថាអ៊ំបានណាបាទបានចេះបានថាអត់យុពីចោលយុទេបាទចង់ថាថ្ងៃនេះស្អីឲ្យដល់មកចុះឲ្យមុនជប់អត់អីទៅអ៊ំនៅយូរដែរទៅមុននេះមុនយូរទេអត់ឲ្យអីទេអាចចាំមកទឹកឬក៏ខែគេដល់ថាខែទៅគេដល់មានកាប់ពីតែរហូតមកពីដងហើយត្រូវការទេទៅនៅគាត់ឲ្យយកមកដល់មកថាយើងត្រូវចាស់ទៅបាយពីនេះមកគុំចាំងយកនេះមកដល់មកយកមកទេមានស្រាប់អេមកណាបាយពីចាស់តោះអាយ៉ាទៅព្រោះលោកnói lớn mà